ជាសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើ ID card ឲ្យគ្រួសាររបស់ខ្ញុំអឺដើម្បីបងប្អូនទាំងអស់គ្នាដែលធានាគ្រួសារមកប្រទេសកូរ៉េនៅពេលដែលធ្វើ ID card តើមានឯកសារអីខ្លះតើបងប្អូនមកមើលវីដេអូរបស់គ្នាខ្ញុំនឹងចែកម្លែកបងប្អូនពីតកតងជាមួយនឹងការទៅធ្វើ ID card នៅថ្ងៃនេះនៅក្រសួងអន្តរប្រវេសន៍ជរាបគ្រូបាទបងប្អូនទី1គឺយើងទៅណែទៅនងយប់បងប្អូនយើងណាត់ជម្រាបគូហើយយើងទៅធ្វើហ្នឹងគឺយើងទៅណែទិញទេហានមីនគូទេហានមីនគូឆុងបូស៊ូអ៊ីបអ៊ីនចាអ៊ីនជីនេះនៅនងយប់បងប្អូននងយប់ដែលមានតម្លៃ 60000 ណាបងប្អូនបាទយើងទិញអានឹងហើយបាទបន្តមកទៀតឯកសារដែលយើងមានគឺយើងធុងហាប់ស៊ីនឆុងសហើយនៅនេះគឺយើងមានពេញ ID card យើងគ្រីកន្លែង ID card ហើយយើងសេឈ្មោះគ្រួសាររបស់យើងដែលយើងធានាមកហ្នឹងបងប្អូនបាទហើយមានលេខថ្ងៃខែចំណាត់អញ្ចឹងទៅដាក់ឈ្មោះប្រទេសអញ្ចឹងទៅហើយលេខប៉ាសពតហើយជាមួយនឹងថ្ងៃធ្វើប៉ាសពតថ្ងៃផុតកំណត់អញ្ចឹងណាហើយនឹងអាស័យដ្ឋានដែលយើងរស់នៅតែយើងធានាគាត់មករស់នៅអាស័យដ្ឋានហ្នឹងបងប្អូនបាទលេខទូរស័ព្ទមកហើយនឹងថ្ងៃខែដែលយើងត្រូវដាក់ហើយនឹងឈ្មោះរបស់គាត់ឲ្យគាត់សញ្ញេមកបងប្អូនណាបាទអានេះស៊ីនធុងហាប់ស៊ីនឆុងសបងប្អូនយើងពេញបែបហ្នឹងបងប្អូនហើយបន្តមកទៀតបាទឯកសារបន្តមកទៀតគឺអាស័យដ្ឋានបញ្ជាក់អាស័យដ្ឋានរបស់យើងដែលយើងបញ្ជាក់ជួលផ្ទះបងប្អូនបាទយើងបញ្ជាក់អាស័យដ្ឋានហ្នឹងបាទឯកសារបញ្ជាក់អាស័យដ្ឋានដែលយើងជួលផ្ទះហ្នឹងបាទយើងដកហ្នឹងមកតទៅទៀតយើងមានកិច្ចសន្យាជួលផ្ទះបងប្អូនបាទកិច្ចសន្យាជួលផ្ទះហ្នឹងយើង copy មកបងប្អូនបាទ you take imdeja ជួយឆនគេអក្សរហ្នឹងណាបាទអញ្ចឹងយើង copy មកឯកសារហ្នឹងណាបាទកិច្ចសន្យាជួលផ្ទះរបស់យើងហ្នឹងយើងជួលមកយើង copy មកបន្តមកទៀតឯកសារដែលយើងមានទៀតគឺID card បងប្អូនបាទ ID card បងប្អូនដែលអ្នកធានាបាទយើងថត copy មុខក្រោយមកបងប្អូនបាទដូចខ្ញុំនេះមានមុខក្រោយអញ្ចឹងបងប្អូននេះខាងមុខក្រោយ ID card របស់យើងបងប្អូនហើយបន្តមកទៀតគឺយើងមានប៉ាសពតបាទប៉ាសពតដែលយើងអ្នកធានាបងប្អូនបាទប៉ាសពតដែលយើងធានាបាទហើយឯកសារបន្តទៀតគឺណែនេះបងប្អូនបាទប៉ាសពត copy របស់គ្រួសាររបស់យើងដែលយើងធានាមកគាត់មកហ្នឹងបាទនេះឯកសារដែលយើង copy នេះប៉ាសពតបងប្អូនបាទប៉ាសពតគាត់ហ្នឹងបាទហើយបន្តមកទៀតបាទច្រើនឯកសារបងប្អូនបាទនេះគឺឆេជីកជើងញងសឆេជីកជើងសឈ្មោះរបស់យើងដែលក្រុមហ៊ុនរបស់យើងដែលយើងធ្វើហ្នឹងបងប្អូនបាទដែលអ្នកធានាក្រុមហ៊ុនអ្នកធានាបងប្អូនបាទអ្នកដែលយើងធានាគ្រួសារយើងមកហ្នឹងគឺយើងយកក្រុមហ៊ុនឈ្មោះក្រុមហ៊ុនដាក់ណាបងប្អូនណាបាទហើយមួយទៀតគឺសោបចាំងទាំងរុកជើងប៉ុនទាំងរុកជើងបងប្អូនបាទសោបចាំងហ្នឹងយើង copy មកជាមួយដែរបងប្អូនដើម្បីយកមកធ្វើហ្នឹងបងប្អូនបាទហើយបន្តទៅទៀតគឺសូទឹកសេសូទឹកគឹមអិចជើងញងសឆ្នាំដែលមួយឆ្នាំសម្រាប់បងប្អូនដែលយកឯកសារមកដាក់ហ្នឹងបាទនេះសម្រាប់ខ្ញុំសម្រាប់ឆ្នាំ2024បងប្អូនបាទអញ្ចឹងខ្ញុំយកឆ្នាំ2024មកដាក់ហើយបន្តមកទៀតបងប្អូនសិភើគ្រួសារបកប្រែបាទបងប្អូនបាទសិភើគ្រួសារបកប្រែបងប្អូនដែលយើងបកប្រែមកពីខ្មែរយើងកុំប្រើអស់យើងទុកយកមកប្រើធ្វើ ID card ផងបងប្អូននៅពេលដែលយើងធានាគាត់មកយើងបកប្រែហ្នឹងគឺយើងទុកច្បាប់ខ្លះដើម្បីយកមកដាក់ធ្វើ ID card ហ្នឹងបាទហើយបន្តមកទៀតគឺយើងមានយកខ្យល់បងប្អូនខ្យល់ខ្លាំងមែនតើបាទនេះសម្បត្តិអាពាហ៍ពិពាហ៍បងប្អូនបាទគេតាស៊ីវិលហ្នឹងយើងបកប្រែយើងប្រើនៅពេលដែលយើងដាក់វីសាធានាគាត់មកយើងប្រើកុំឲ្យអស់យើងទុកយកមកប្រើនៅដាក់ធ្វើ ID card ហ្នឹងផងដែរបាទឥឡូវខ្ញុំនៅសល់ខ្ញុំយកមកដាក់ធ្វើ ID card ឲ្យគាត់ហ្នឹងបាទនេះគឺសម្បត្តិវិពាបាទហើយឯកសារដូចអស់ហើយបងប្អូនបាទមានតែប៉ុណ្្នឹងទេអានេះវីសាដែលគាត់បានហ្នឹងហើយខ្ញុំដាក់មកជាមួយដើម្បីបើសិនជាគេត្រូវការក៏ឲ្យគេទៅអញ្ចឹងណាបាទ
hay ai cái xa miên tại phần năng tế bông ôn bàខ្ញុំនឹងយកទៅដាក់នៅជរិគុកដើម្បីធ្វើ ID card ជូនគ្រួសាររបស់ខ្ញុំហើយសង្ឃឹមថាបើសិនជាដាក់ទៅមានខ្វះឯកសារបន្ថែមកន្លែងណាទៀតខ្ញុំនឹងប្រាប់បងប្អូនអរគ្នាថាឯកសារនៅខ្វះអីចឹងណាបាទយើងនឹងទៅដាក់បងប្អូនដើម្បីធ្វើឯកសារធ្វើ ID card ឲ្យគាត់អរគុណច្រើនបងប្អូនអរគ្នាបាទបងប្អូនមានចម្ងល់ឬសួរព័ត៌មានអីអាចcomment សួរបានបាទឆាត់សួរបានអរគុណច្រើនជម្រាបលាបាយបាយមួយទៀតបងប្អូនបាទផ្លេចយើងមានរូបថតទៀតណាបងប្អូនបាទយើងភ្ជាប់រូបថតទៅជាមួយផ្លេចរូបថតបាទយើងភ្ជាប់ទៅរូបថតទៅជាមួយដែរបងប្អូនបាទយ៉ាត់ផ្លេចរូបថតណាបងប្អូនបាទរូបថតអ្នកដែលធ្វើ ID card ហ្នឹងបងប្អូនយើងភ្ជាប់ទៅជាមួយបាទអរគុណច្រើនបងប្អូនអរគ្នាបាទបើសិនជាបងប្អូនមានសំណួរចម្ងល់អីអាច comment បានអរគុណជម្រាបលា